អ្នកជំរុញចិត្តដ៏អស្ចារ្យប្រសិនបើរូបកាយរបស់យើងមិនអាចដើរចេញពីស្ថានភាពដ៏អាក្រក់មួយដែលកំពុងតែកើនឡើងទេសូមរកកន្លែងណាមួយដើម្បីឲ្យដួងព្រលឹងរបស់យើងបានចាក់ចេញទៅបំពេញតួនាទីជំនួសរូបកាយមុនចុះព្រោះនៅទីបំផុតដួងព្រលឹងយើងវានឹងត្រឡប់មកនាំយករាងកាយយើងទៅជាមួយដែលមិនខានឡើយខ្ញុំមានក្តីស្រមៃមួយគឺចង់មានមុខអេដានៅក្នុងទូរទស្សន៍ស្លៀកពាក់ស្អាតបាតហើយអង្គុយនិយាយនៅលើឆាកដ៏ធំនៅមុខមនុស្សរាប់ម៉ឺននាក់ដែលអង្គុយស្ដាប់ដោយផ្ទាល់និងមនុស្សរាប់លាននាក់ដែលអង្គុយទស្សនាតាមផ្ទះវាជាក្តីស្រមៃដែលខ្ញុំមិនដឹងថាត្រីចាប់ផ្ដើមនៅកន្លែងណាទេប៉ុន្តែខ្ញុំស្រមៃថាខ្លួនឯងនឹងក្លាយទៅជាមនុស្សដែលអាចធ្វើឲ្យអ្នកដទៃមានភាពកក់ក្ដៅឆានក្តីស្រមៃដ៏ឆ្កួតនោះហើយដែលដាស់ខ្ញុំឲ្យភ្ញាក់ពីគេងរាល់ព្រឹកហើយដើរទៅរៀននៅចម្ងាយផ្លូវរាប់គីឡូម៉ែត្រខ្ញុំបានចូលរៀនដំបូងនៅក្នុងឆ្នាំ1999នៅសាលាបឋមសិក្សាអូសិនដានដោយសារតែខ្ញុំកើតមកជាមួយមុខមាត់ដែលមិនសូវស្អាតបាតនិងគ្មានភាពទាក់ទាញសម្បកខ្ញុំខ្មៅសក់ខ្ញុំក្រញ៉ាញ់ម្រាមដៃនិងម្រាមជើងធំមានថ្នាំងច្រើនដែលមនុស្សភាគច្រើនឲ្យតែឃើញដៃខ្ញុំពេលណាគេក៏លាន់មាត់ពោលថាដៃជើងធំចឹងច្បាស់ជានឿយដល់ចាស់ស្លាប់មិនខានទេប្រសិនបើខ្ញុំចង់ឲ្យពាក្យសម្ដីគេคล้ายទៅជាការពិតខ្ញុំនឹងមិនបាច់ខំប្រឹងទៅរៀនទេខ្ញុំនឹងឈប់រៀនហើយត្បាញកន្ទេលដេរស្លឹកខ្វៀលគោនិងរកត្រីនៅបឹងវិញប៉ុន្តែក្តីស្រមៃរបស់ខ្ញុំតែងតែរំលឹកប្រាប់ខ្ញុំជានិច្ចថាកុំបោះបង់ខ្ញុំចោលសូមរក្សាខ្ញុំឲ្យមានដង្ហើមផងពិតណាស់ខ្ញុំមិនបានបោះបង់ក្តីស្រមៃនោះចោលទេហើយខ្ញុំក៏មិនដែលបាននិយាយប្រាប់នរណាទាំងអស់ព្រោះថាមនុស្សនៅក្បែរខ្លួនខ្ញុំភាគច្រើនមិនត្រឹមតែមិនជួយលើកទឹកចិត្តទេថែមទាំងធ្វើឲ្យខ្ញុំភ័យខ្លាចនៅក្នុងការឈានដើរទៅមុខផងក៏មាននៅក្នុងថ្នាក់រៀនខ្ញុំជាសិស្សដែលពូកែភាសាខ្មែរជាងគេខ្ញុំអាចអានអត្ថបទបានយ៉ាងល្អពិសេសខ្ញុំអាចតែងសេចក្តីបានពិន្ទុល្អជាងគេជានិច្ចខ្ញុំមានគ្រឹះភាសាខ្មែរល្អតាំងពីមិនទាន់បានចូលរៀនម្លេះដូច្នេះទើបវាជាមុខវិជ្ជាដែលល្អជាងគេសម្រាប់ខ្ញុំលោកប៉ារបស់ខ្ញុំធ្លាប់បង្រៀនខ្ញុំឲ្យស្គាល់ពីព្យញ្ជនៈខ្មែរស្រៈពេញតួនិងស្រៈនិស្ស័យតាំងពីខ្ញុំមិនទាន់ចូលសាលាម្លេះនេះហើយគឺជាមូលហេតុដែលខ្ញុំអាចអានកាសែតបានយ៉ាងល្អនៅពេលដែលខ្ញុំទើបតែរៀនបានត្រឹមថ្នាក់ទី2នៅចាំថាមានពេលមួយនោះខ្ញុំបាននិយាយលេងជាមួយម្ដាយខ្ញុំពេលដែលគាត់កំពុងតែជ្រួយគល់ដំណាំនៅច្បារខ្ញុំរែកទឹកស្រោចបន្លែបណ្ដានិយាយលេងបណ្ដាខ្ញុំនិយាយទៅកាន់ម៉ែថាម៉ែកាបើថ្ងៃណាមួយម៉ែមានលុយទិញទូរទស្សន៍ពណ៌ដូចគេហើយស្រាប់តែពេលនោះខ្ញុំរៀនចប់មានការងារល្អធ្វើថែមទាំងត្រូវបានទូរទស្សន៍គេហៅមកសម្ភារបើម៉ែបានឃើញខ្ញុំនៅលើកញ្ចក់ទូរទស្សន៍តើម៉ែមានអារម្មណ៍យ៉ាងម៉េចដែរម៉ែខ្ញុំស្ងាត់មាត់ឈឹងគាត់គិតតែពីធ្វើការងារគាត់ដូចអត់បានឮអ្វីដែលខ្ញុំកំពុងតែសួរសោះខ្ញុំលួចខូចចិត្តបន្តិចដែរទោះថាវាជាក្តីស្រមៃក៏ដោយប៉ុន្តែវាធ្វើឲ្យខ្ញុំសប្បាយអារម្មណ៍រំភើបចំពោះរឿងស្រមោលស្រមៃនោះទាំងដែលមិនដឹងថាវាអាចទៅរួចដែរឬក៏អត់ផងជាក្មេងប្រកាសជាធ្លាប់ឆ្លងកាត់អារម្មណ៍បែបហ្នឹងហើយមានពេលខ្លះជិះរទេះគោស្រមៃថាជិះរថថ្លឹងឡើងលើដើមឈើស្រមៃថាខ្លួនឯងឈរនៅលើកំពូលភ្នំជិះកង់ចុះពីលើភ្នំស្រមៃថាកំពុងតែជិះកង់ប្រណាំងក៏មានដែរនៅជាមួយម៉ែខ្ញុំរៀបរឹកចាក់ទុំណាស់ប៉ុន្តែពេលនៅម្នាក់ឯងខ្ញុំមានឱកាសជាក្មេងលើគឺពេលចប់ថ្នាក់បឋមសិក្សាភ្លាមវាជាពេលដែលយើងត្រូវបដូរសាលារៀនដើម្បីទៅបន្តការសិក្សានៅអនុវិទ្យាល័យមួយទៀតគឺអនុវិទ្យាល័យស្នាអន្សាកាលចូលរៀនថ្នាក់ទី7ដំបូងខ្ញុំមិនទាន់ចេះភាសាអង់គ្លេសទេកុំថាឡើយនិយាយពាក្យថា hello hi ឬក៏ good morning good afternoon good evening សូម្បីតែអក្សរពី A ដល់ Z ក៏ខ្ញុំស្គាល់មិនអក់និងរាប់មិនបានផងពេលនោះខ្ញុំមានអារម្មណ៍ទទួលរងសម្ពាធខ្លាំងបំផុតនៅពេលដែលខ្ញុំមិនអាចនិយាយជាមួយគ្រូភាសាអង់គ្លេសរបស់ខ្ញុំបានល្អរាល់ពេលដែលគាត់ដើរចូលមកដល់ក្នុងថ្នាក់ម្ដងខ្ញុំចេះតែឆ្ងល់នៅក្នុងចិត្តថាហេតុអ្វីបានជាសិស្សអីទេគេពូកែជាងខ្ញុំពួកគេអាចនិយាយបានយ៉ាងល្អតើគេធ្វើម៉េចទើបដឹងថាត្រូវនិយាយអីខ្លះពេលដែលបានជួបគ្រូខ្ញុំរៀនមិនទាន់គេទេហើយរាល់ពេលធ្វើលំហាត់ម្ដងខ្ញុំបានពិន្ទុលើមុខវិជ្ជានេះតិចជាងគេ
វាស្ទើរតែមិនមានពិន្ទុផងគ្រូប្រហែលជាដាក់ពិន្ទុឲ្យខ្ញុំចំពោះថ្លៃទឹកប៊ិចដែលខ្ញុំខំប្រឹងសរសេរទេក៏មិនដឹងដែររាល់ពេលចេញលេងម្ដងខ្ញុំអង្គុយតែនៅលើបង្គក្នុងបន្ទប់រៀនដោយមិនហ៊ានចេញទៅក្រៅដើម្បីលេងជាមួយគេទេខ្ញុំក៏នឹកមិនចេញថាត្រូវទៅចាប់ផ្ដើមរៀនភាសាអង់គ្លេសដំបូងនៅកន្លែងណាដែរហើយក៏មិនដឹងថាត្រូវទៅរៀនជាមួយអ្នកណាព្រោះថាខ្ញុំគ្មានលុយដើម្បីរៀនគួរហើយម្យ៉ាងទៀតខ្ញុំមិនអាចទៅរៀនគួរជាមួយក្មេងៗបានទេព្រោះខ្ញុំខ្លាចគេនឹងសើចចំអកខ្ញុំរៀនមិនពូកែលើមុខវិជ្ជាណាផ្សេងក្រៅពីភាសាខ្មែរនិងពលរដ្ឋវិទ្យានោះឡើយនៅទីបន្ទាត់ខ្ញុំក៏សម្រេចចិត្តឈប់ទៅរៀនហើយត្រឡប់មកផ្ទះជួយធ្វើការងារម៉ែពុកខ្វៀលគោស្ទួងដកនិងនៅចាំចំការយាយនៅឯជើងភ្នំវិញពេលតែរួមនៅចំការបាន1ឆ្នាំវាក៏ធ្វើឲ្យខ្ញុំខានបានឃើញទស្សនវិជ្ជានៃការស្លៀកពាក់ជាឯកសណ្ឋានសិទ្ធិដូចមុនរូបភាពរត់លេងប្រឡែងគ្នាលើស្មៅឬក៏ស្រោចទឹកផ្កានិងដកស្មៅជាដើមខ្ញុំនឹកពេលដែលខ្ញុំត្រូវភ្ញាក់ពីគេងហើយធ្វើការងារផ្ទះរួចហើយងូតទឹកនិងឡើងធាក់កង់ខ្មែរចាស់ដែលមិនមានឃ្លៀងមិនមានទាំងកន្ត្រកសម្រាប់ដាក់កាបូបហើយមានពេលខ្លះពួកខ្ញុំគ្មានសូម្បីតែបាយមួយគ្រាប់ទ្រពកាពះនិងមិនមានលុយសូម្បីតែ100រៀលខ្មែរដាក់ជាប់តាមខ្លួនដោយក្មេងដទៃទៀតនៅរសៀលថ្ងៃមួយលោកយាយបាននាំខ្ញុំមកផ្ទះដើម្បីយករបស់របរបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់យើងនៅចំការខ្ញុំបានជិះរទេះគោនៅចម្ងាយផ្លូវជាង10គីឡូម៉ែត្រពីភ្នំត្រឡប់មកស្រុកស្រែវិញពូខ្ញុំជាអ្នកបររទេះគោព្រោះកាលនោះយើងមិនមានគោយន្តដើម្បីបោកដោយឥឡូវនេះទេខ្លួនខ្ញុំជិះរទេះប៉ុន្តែខ្ញុំស្រមៃថាយើងកំពុងតែជិះរថថ្លឹងកាត់តាមជ្រលឿងភ្នំដ៏វែងអន្លាយក្នុងវិសមកាលមួយដើម្បីលំហែកាយទៅវិញយូរបន្តិចយើងក៏បានឆ្លងផុតព្រៃហើយចូលទៅដល់ក្នុងភូមិអ្នកស្រុកខ្ញុំបានឃើញសិស្សសាលាជិះកង់តាមផ្លូវតាមក្រុមមានប្រុសមានស្រីពួកគេធាក់កង់យឺតទំគ្នាហើយនាំគ្នានិយាយលេងពីនេះពីនោះរួចក៏សើចគ្រីលព្រមគ្នាខ្ញុំឃើញហើយនឹកស្រមៃភ្លាមថាអនាគតពួកគេនឹងខុសពីខ្ញុំស្រឡះគេនឹងបានទៅរស់នៅទីក្រុងមានការងារល្អធ្វើនិងមានខោអាវស្អាតដើម្បីស្លៀកពាក់ពេលក្រឡេកមកមើលខ្លួនឯងខ្ញុំក៏នឹកច្រណែនជាមួយគេខ្ញុំចង់ត្រឡប់ទៅសាលារៀនដួលដើមវិញហើយខិតខំប្រឹងតាំងចិត្តរៀនភាសាអង់គ្លេសនិងមុខវិជ្ជាគណិតវិទ្យាឲ្យបានពូកែដូចជាភាសាខ្មែរដែររំលងពីនោះបានប៉ុន្មានខែប៉ុណ្ណោះវិសមកាលធំក៏បានមកដល់វាជារដូវវស្សាហើយសិស្សានុសិស្សទាំងអស់ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការសិក្សាមួយរយៈនៅពេលនោះវាជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំពីព្រោះថាពេលនេះរដូវវស្សាចាប់ផ្ដើមចូលមកដល់សារជាថ្មីម្ដងទៀតហើយខ្ញុំដាច់ចិត្តសុំលោកយាយដើម្បីបានត្រឡប់មកផ្ទះវិញក្រោមហេតុផលថាចង់មកជួយស្ទូងដងម៉ែពុកនៅរដូវវស្សាដើម្បីឲ្យឆាប់រួចរាល់ប៉ុន្តែការពិតគោលបំណងធំបំផុតរបស់ខ្ញុំគឺមកមើលស្ថានភាពនៅស្រុកភូមិក្រែងអាចមានឱកាសដើម្បីបានសុំគ្រូចុះឈ្មោះចូលរៀនម្ដងទៀតព្រោះខ្ញុំនៅគិតថាអាយុខ្ញុំប៉ុណ្ណឹងគឺនៅអាចចាប់ផ្ដើមរៀនបានហើយគ្រប់យ៉ាងនឹងមិនហួសពេលទេបើខ្ញុំតាំងចិត្តព្រមចាប់ផ្ដើមជីវិតជាសិនម្ដងទៀតនិងខិតខំរៀនសូត្រឲ្យបានពូកែលើគ្រប់មុខវិជ្ជានៅសាលាពិតមែនហើយនៅទីបំផុតខ្ញុំបានជំនះចិត្តភ័យខ្លាចទាំងបំបានចេញហើយក៏សម្រេចចិត្តទៅសុំលោកគ្រូនាយកសាលាចូលរៀនម្ដងទៀតវាជារឿងមួយដែលអាចចាត់ទុកថាខ្ញុំមានសំណាងខ្ពស់ល្មមដែរខាងសាលាបានអនុញ្ញាតឲ្យខ្ញុំប្រឡងឡើងថ្នាក់នៅទីបំផុតខ្ញុំអាចធ្វើបានល្អចំពោះវិញ្ញាសាប្រឡងហើយខាងសាលាក៏បានអនុញ្ញាតឲ្យខ្ញុំចូលរៀននៅថ្នាក់ទី8ស្របទៅតាមលទ្ធផលពិន្ទុដែលខ្ញុំបានទទួលមិត្តភ័ក្តិនៅចំនួនមុនកាលយើងរៀនថ្នាក់ទី8ជាមួយគ្នាឥឡូវនេះពួកគេឡើងដល់ថ្នាក់ទី9លើសខ្ញុំមួយថ្នាក់ទៅហើយខ្ញុំមានអារម្មណ៍ថាខ្មាស់ពួកគេខ្លះដែរនៅថ្ងៃចូលរៀនដំបូងប៉ុន្តែបន្ទាប់ពីប្រហែលថ្ងៃក្រោយមកខ្ញុំក៏លែងមានអារម្មណ៍ថាខ្លាចសាលារៀនដូចមុនទៀតខ្ញុំបានខិតខំយកចិត្តទុកដាក់រៀនលើគ្រប់មុខវិជ្ជាទាំងអស់ហើយខ្ញុំតាំងចិត្តក្លាហានហ៊ានលើកដៃសួរគ្រូគ្រប់មេរៀនដែលខ្ញុំមិនយល់វានឹងមិនអាចត្រូវបោះបង់ចោលទីនេះម្ដងទៀតដើម្បីទៅរស់នៅព្រៃភ្នំទេដូច្នេះខ្ញុំក៏ត្រូវសន្សំលុយពីការលក់បន្លែជីខ្ទឹមត្រសក់នៅថ្ងៃអាទិត្យដើម្បីយកមករៀនគួរភាសាអង់គ្លេសបន្ថែមកាលនោះខ្ញុំទៅអង្គុយរៀនជាមួយកូនក្មេងដែលទៅរៀនដំបូងគឺមានតែខ្ញុំម្នាក់ឯងដែលធំជាងគេខ្ញុំរៀនសៀវភៅ English for Children គឺវាជារឿងដែលអ្នកផ្សេងទៀតលួចមើលខ្ញុំតាមបង្វឹងរួចហើយពួកគេក៏សើចខ្ញុំគេថាខ្ញុំធំហើយនៅតែរៀនសៀវភៅកូនក្មេងជាមួយក្មេងៗទៀតខ្ញុំមានអារម្មណ៍ថាខ្មាក់គេដែរប៉ុន្តែភាពខ្មាក់អ៊ីនោះ
វីមិនបានធ្វើឲ្យខ្ញុំរត់ចេញពីថ្នាក់រៀនត្រឹមរឹងតែផ្ទះម្ដងទៀតទេផ្ទុយទៅវិញវីបានធ្វើឲ្យខ្ញុំក្រាយនៅនីខ្លាំងឡើងហើយខ្ញុំបានបដិញ្ញាគ្រឿងចិត្តថាត្រូវតែរៀនយកលេខល្អនៅក្នុងថ្នាក់ឲ្យបានខ្ញុំខំខ្សឹបដាក់ខ្លួនឯងថាវាមិនអីទេបើគេសើចចំអោឲ្យយើងថ្ងៃនេះពីព្រោះមនុស្សដែលសើចចំអោឲ្យយើងកាន់តែច្រើនប៉ុណ្ណាគេក៏ជាអ្នកដែលផ្ដល់ធម៌ពលឲ្យយើងច្រើនប៉ុណ្ណោះដែរដើម្បីឲ្យយើងអាចសម្រេចតាមក្តីស្របិនដែលយើងមាននៅថ្ងៃណាមួយពិតមែនហើយខ្ញុំខ្លាចជាសិស្សពូកែនៅក្នុងថ្នាក់រៀនហើយគ្រប់គ្នាចាប់ផ្ដើមស្គាល់ខ្ញុំកាន់តែច្រើនមិនថាលោកគ្រូអ្នកគ្រូនិងសិស្សនៅក្នុងថ្នាក់ផ្សេងទៀតក៏ដោយខ្ញុំរៀនពូកែស្ទើរតែគ្រប់មុខហើយទទួលបានពិន្ទុល្អស្ទើរតែរាល់ខែឈ្មោះរបស់ខ្ញុំតែងតែមាននៅក្នុងតារាងកិត្តិយសរាល់ខែពេញមួយឆ្នាំសម្រាប់ខ្ញុំវាគឺជារឿងមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតនៅក្នុងភាពជាមនុស្សធំដឹងក្តីម្នាក់ខ្ញុំអាចធ្វើបានដោយមិនចាំបាច់មានអ្នកណាអង្គុយចាំប្រាប់ខ្ញុំថាខ្ញុំត្រូវធ្វើបែបណាដើម្បីមកដល់ចំណុចនេះវាជាលើកដំបូងហើយដែលខ្ញុំចាប់ផ្ដើមស្គាល់ពីតម្លៃដ៏អស្ចារ្យនៃក្តីសុបិនឆ្កួតមួយនោះខ្ញុំនៅតែគិតថាថ្ងៃណាមួយវានឹងកើតឡើងម្ដាយឪពុករបស់ខ្ញុំនឹងបានមើលឃើញមុខខ្ញុំនៅលើកញ្ចក់ទូរទស្សន៍នៅថ្ងៃណាមួយហើយគាត់នឹងសម្លឹងមើលខ្ញុំទាំងស្ងើយសរសើរក្នុងចិត្តរឿងរបស់ខ្ញុំវែងឆ្ងាយណាស់ដូច្នេះខ្ញុំនឹងសរសេរវាទាំងអស់នៅក្នុងសៀវភៅថ្មីប៉ុន្តែមិនមែនភ្លាមទេព្រោះវាប្រហែលជាត្រូវការពេលវេលាមួយដ៏សមស្របដើម្បីអាចចាប់ផ្ដើមរឿងទាំងអស់នេះបានឬក៏ថាវានឹងត្រូវកើតឡើងនៅក្នុងកាលៈទេសៈសមស្របមួយខ្ញុំហាក់ដូចជាដឹងថាគ្រប់យ៉ាងកើតឡើងតាមស្រួលវាមិនបាច់ត្រូវបង្ខំទេដូច្នេះក៏មិនចាំបាច់ដកក្រហល់ពេលដែរខ្ញុំជាកូនស្រីក្បាលរឹងជាងគេនៅក្នុងគ្រួសារព្រោះខ្ញុំតែងតែតមាត់ជំទាស់ចំពោះអ្វីដែលខ្ញុំមិនចូលចិត្តនិងមិនចង់ធ្វើគ្រប់ពេលខ្ញុំត្រូវសម្រេចចិត្តជ្រើសរើសដើរតាមក្តីសុបិនខ្លួនឯងហើយខ្ញុំជជែកណាស់ជជែកដើម្បីជំនះដើរតាមសុភមង្គលរបស់ខ្ញុំហើយវាច្បាស់ណាស់ដែលថាខ្ញុំត្រូវតែមានទំនួលខុសត្រូវចំពោះគ្រប់យ៉ាងដែលខ្ញុំសម្រេចចិត្តធ្វើដោយខ្លួនឯងពេលខ្លះយើងគិតថាអ្វីដែលយើងស្រមៃឃើញវាជារឿងឆ្កួតលប់ហើយវាគ្មាននរណាគាំទ្រយើងទេប៉ុន្តែអ្វីដែលតែងតែចង្អុលផ្លូវឲ្យយើងឈានជើងដើរទៅមុខម្ដងមួយជំហាននោះគឺជំនឿចិត្តដ៏មុតមមរបស់យើងគ្មាននរណាម្នាក់អាចធ្វើរឿងទាំងអស់នេះជំនួសយើងឡើយបើមិនមែនជាយើងដែលព្រមជំនះធ្វើគ្រប់យ៉ាងតាមអ្វីដែលខ្លួនឯងស្រមៃចង់បានទេគឺវាពិតជាគ្មាននរណាម្នាក់ដែលព្រមលះបង់ធ្វើវាជំនួសយើងនោះទេខ្ញុំខ្លាចជាងគេមិនមែនការដើរដួលទេប៉ុន្តែខ្ញុំខ្លាចខ្ញុំគ្មានឱកាសបានក្រោកដើរខ្ញុំប៉ុន្តែមិនមែនខ្លាចចំពោះភាពឈឺចាប់ដែលត្រូវជួបប្រទះទេខ្ញុំខ្លាចថាគ្មានឱកាសបានភ្លុករសជាតិនៃការឈឺចាប់ហើយគ្មានឱកាសបានតស៊ូរហូតដល់អាចរឹងមាំបានបើយើងចង់រៀនដើរឱកាសដែលយើងត្រូវដួលវាមានច្រើនស្ទើរតែ 80% ប៉ុន្តែបើយើងខ្លាចដួលហើយគ្មានចិត្តចង់រៀនដើរទេនោះយើងក៏គ្មានសូម្បីតែឱកាសបានភ្លក់នៅរសជាតិឈឺចាប់ពីការដួលហើយក៏នៅតែមិនអាចដើរបានដែរតើនរណាដែលអាចក្លាយទៅជាអ្នកជិះកង់ដ៏ពូកែដោយមិនធ្លាប់រៀនជិះកង់ពីដំបូងមិនធ្លាប់ដួលដោយសារការរៀននេះសូមរកឲ្យឃើញពីក្តីសុបិនមួយរបស់ខ្លួនឯងហើយដើរតាមក្តីសុបិននោះទៅសូមរកឲ្យឃើញថាខ្លួនឯងគឺជានរណាឲ្យពិតប្រាកដជួនកាលយើងបានដឹងថាយើងកំពុងឈរនៅកន្លែងណាប៉ុន្តែយើងមិនបានដឹងថាហេតុអ្វីបានជាយើងត្រូវឈរនៅទីនេះតើយើងត្រូវឈានដើរទៅខាងណាបន្តទៀតយើងត្រូវតែបានដើរតាមអ្វីដែលជាសុភមង្គលរបស់ខ្លួនឯងដោយមិនចាំបាច់ត្រូវខ្វល់ពីការយល់ឃើញរបស់អ្នកដទៃច្រើនពេកនោះឡើយជីវិតពិតជាខ្លីហើយវាកាន់តែខ្លីនិងមិនមានន័យអ្វីសោះដែលយើងត្រូវប្រើពេលវេលាផ្ទាល់ខ្លួនពេញមួយជីវិតដើម្បីធ្វើតាមការចង់បានរបស់អ្នកដទៃនិងត្រូវភ័យខ្លាចរឿងដែលគេថាយើងឆ្កួតសូមគ្រាន់តែធ្វើតាមសុភមង្គលរបស់យើងទៅព្រោះតែនោះហើយគឺជាពុព្វយៈដែលយើងត្រូវមានជីវិតកើតមកលើផែនដីនេះ